ជាបឋមសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយដែលនៅក្នុងការមើលការ live នៅក្នុងពេលនេះសារជាថ្មីម្ដងទៀតលើកមុនlive រៀងយប់ឥឡូវ live សារជាថ្មីម្ដងទៀតនិយាយពីរឿងសុផាតសារជាថ្មីចឹងទេសូមករណាគុណម្ចាស់គ្រប់ព្រះអង្គក៏ដូចជាញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយនិមន្តនិងអញ្ជើញចូលរួមសន្តាប់និងស្ដាប់នៅរឿងសុផាតដូចតទៅរឿងសុផាតរបស់អ្នកនិពន្ធរីមគិនជំពូកទី1លោកសួនចៅវាយស្រុកសេរីសុភ័ណ្ឌជានិមឺនប្រកបដោយរូបឆោមល្អឆាតឆាយសំសួននិងតម្រេះវិជាលោកអាយុទៅតែបាន23ឆ្នាំទេប៉ុន្តែលោកបានមកកាន់កាប់ស្ដីទីរាជការចំនួន2ឆ្នាំហើយក្នុងស្រុកសេរីសុភ័ណ្ឌនេះលោកមិនបានដណ្ដឹងស្ត្រីឯណាមួយធ្វើជាគូគប់ចិត្តសោះប៉ុន្តែរាជទាំងពួងដឹងជាក់ថាលោកបានទៅរួមរយៈដោយលាក់កំបាំងនឹងស្ត្រីកំព្រាម្នាក់ឈ្មោះនាងសូយ៉ាចំនួន7ខែហើយថ្ងៃមួយលោកសួនបានទទួលសម្បត្តិពីរាជការធំដែលនៅភ្នំពេញផ្លាស់លោកទៅទីក្រុងដើម្បីកាន់កាប់ទីរាជការថ្មីទៀតលោកសួនគិតថាខ្លួនអើយមកនៅស្រុកនេះចំនួន2ឆ្នាំហើយឃ្លាតចេញពីក្រុងភ្នំពេញដែលជាស្រុកកំណើតរបស់ខ្លួនហើយដែលខ្លួនមិនដែលបានទៅណាមកណាឃ្លាតយូរដល់ម្លេះសោះអ្នកម្ដាយមេម៉ាយនៅតែម្នាក់ឯងឯរាជធានីតែងនឹករលឹកខ្លួនរាល់ថ្ងៃការដែលរាជការតម្រូវឲ្យត្រឡប់ទៅស្រុកវិញជាការប្រសើរណាស់លោកចៅវាយស្រុកគិតដូច្នេះស្រេចហើយក៏មានទឹកមុខរីករាយលោកសួនកំពុងតែនឹកមមៃសប្បាយចិត្តដោយបានវល់ថ្កានឋានមេដាស្រាប់តែភ័ក្រលោកប្រែជាស្រពោនមួយរំពេចដោយមានគំនិតមួយចូលមកលុកលុយខួរក្បាលលោកអោសូយ៉ាមាសបងអើយនាងមានផ្ទៃពោះ5ខែហើយបើបងនឹងចាក់ចោលនាងដូច្នេះយល់ថាមិនសមគួរឡើយឥឡូវបើនឹងយកនាងទៅនៅជាមួយផងយល់ថាមិនកើតទេអ្នកម្ដាយការដែលខ្លួនចេញមកនៅស្រុកនេះបានបដិញ្ញាថាកុំឲ្យទៅយកស្ត្រីឯណាធ្វើជាភរិយាពីព្រោះអ្នកបានដណ្ដឹងកូនគេបញ្ចាំចិត្តទុកឲ្យហើយព្រះអើយខ្ញុំមិនដឹងគិតយ៉ាងណាទេលោកសួនយកកន្សែងតូចមួយដែលជាស្នាដៃនាងសូយ៉ាជូតទឹកភ្នែកដែលហូររឹមរឹមលោកអញ្ជើញចូលទៅក្នុងបន្ទប់មានដំណើរថេងធងធ្ងន់និងពុនទុកសោកនៅអាត្មាវេលានោះស្ត្រីម្នាក់ចូលមកនាងនោះមានរូបឆោមលំពណ៌ល្អភាពជាស្រីថៃពាក់កណ្ដាលស្រីខ្មែរពាក់កណ្ដាលពោះប៉ោងបន្តិចអាចឲ្យសម្គាល់ដឹងថានាងមានផ្ទៃពោះវេលានោះស្ត្រីម្នាក់ចូលមកនាងនោះមានរូបឆោមលំពណ៌ល្អទៅលើវិញលោកសួនឮសូរជើងនាងដែរក៏ចេញពីបន្ទប់ភ្លាមស្ទុះទៅអោបនាងរួចនិយាយថាសូយ៉ាមាសបងអោកម្មអ្វីរបស់យើងណនាងសូយ៉ាភ្ញាក់ព្រឺតញ័រចំប្រប់សួរសង្សារថាអ្នកបងមានរឿងអ្វីចូលប្រាប់ប្អូនផងប្អូនអើយបងនឹងឃ្លាតចេញពីនាងពុទ្ធោរាជការផ្លាស់បងទៅភ្នំពេញប្អូនអើយខ្លួនបងពិតមែនតែនឹងចាក់ចោលពៅប៉ុន្តែចិត្តបងប្រកាសជាចាំនៅនឹកអូនសូមកែវនាងកុំព្រួយចិត្តពេកមិនយូរប៉ុន្មានទេគង់តែបងវល់ថ្កានប្អូនស្រីវិញបងនឹងលើកនាងយកឲ្យបានពេញមុខជាពំខានអ្នកបងអើយប្អូនសង្ឃឹមយ៉ាងមាំថាអ្នកច្បាស់ជាមិនភ្លេចពាក្យសន្យានឹងទេទឹកមុខនាងសូយ៉ាក្រៀមក្រំស្រងត់ស្រងាត់គួរឲ្យអាណិតពេកណាស់
នាងប្តីក្បាលទៅលើទ្រង់សង្សារនាងខ្សឹកសួរអ៊ូអាក់ហូរធ្លាក់ទឹកភ្នែកពីដួងនេតទាំងគូរហាមលោកសួនយកដៃមួយចាប់ភាក់នួននាងផ្ទាប់នឹងឱរាលោកដៃមួយទៀតអង្អែកេសាស្ត្រីពោលពាក្យលហឹមលហែមអូនពាក្យសង្សារកុំកែវគិតសង្ស័យបងស្បត់ឲ្យអូនបើបងដោះដៃឈប់អាឡ័យមិត្តនាងសូយ៉ាបានសោយសោកញញឹមស្ងួតមុខភ្លេចគិតដល់ពាក្យទំនៀមទឹកហូរមិនដែលហត់ប្រុសស្បត់កុំឲ្យជឿលោកសួនដោះចិញ្ចៀនពេជ្រពីដៃអូនស្អែកនេះបងនឹងឃ្លាតពីនាងហើយចិញ្ចៀនពេជ្រនេះចូលប្អូនទុកជាដំណែរូបបងចុះបងសូមចងជាប់នឹងចិត្តប្អូនលោកសួនមានប្រសាសន៍ដូច្នេះហើយសុកចិញ្ចៀនទៅក្នុងនាងក្នុងដៃនាងសូយ៉ានាងបានរីកថ្លាមុខបន្តិចចំពុកទី2រឿងសូផាតរំលងប៉ុន្មានខែនោះមកក្រោយពេលដែលលោកសួនវិលត្រឡប់មកធ្វើការឯភ្នំពេញនាងសូយ៉ានៅតែម្នាក់ឯងស្រុកសេរីសីភ័ណ្ឌនាងឆ្លងទន្លេបានបុតប្រុសមួយរូបល្អឆើតឆាយគួរឲ្យចេតនាពេកណាស់នៅពេលប្រកក់ឆ្មបនាងសន្មតនាមកូននាងហៅថាសុផាតអោយើងភ្លេចនឹកនិយាយឲ្យច្បាស់លាស់រឿងនាងសូយ៉ាកំព្រានាងសូយ៉ាដូចអស់លោកអ្នកជ្រាបបន្តិចមកហើយជាស្ត្រីកំព្រាឥតមានមេដាបៃតាគ្រប់គ្រងនាងទេឪពុកម្ដាយនាងពីដើមជាអ្នករកស៊ីធ្វើកសិកម្មមានទ្រព្យសម្បត្តិសមគួរការដែលនាងសូយ៉ានៅកុមារីនៅឡើយមានមួយឆ្នាំនោះជារដូវរាំងខ្លាំងណាស់នៅក្នុងស្រែដីគោកទាំងអស់រកទឹកដក់បន្តិចគ្មានស្រូវដែលស្ទូងហើយក៏ងាប់អស់ឥតសល់វេលានោះឪពុកនាងសូយ៉ាកំពុងមានជំងឺឈឺទរន្ទរាវេទនាគ្រូឯណាមើលបំបានសះស្បើយឡើយហេតុតែកុសលផលកម្មសាងក្រាស់ពីមុនមកឪពុកនាងក៏ទទួលអនិច្ចកម្មទៅវេលានោះនាងសូយ៉ានិងមេដាកើតទុកសពសង្រេងសង្រីអាឡោះអាល័យក្រៃពេកស្ដាយរូបបុគ្គលដែលត្រូវជាឪពុកនិងប្តីនិងរករបស់អ្វីដែលមានតម្លៃក្រាស់ក្រៃយកមកផ្ទឹមពំបានឡើយតាំងពីបរោះប្តីខ្សែជីវិតទៅថ្ងៃណាអ្នកជាមេដានាងសូយ៉ាមិនត្រឹមតែព្រួយចិត្តបរោះប្តីប៉ុណ្ណឹងទេថែមទាំងកើតទុក្ខម្យ៉ាងទៀតដោយទ្រព្យសម្បត្តិក្នុងផ្ទះរលាយអស់ព្រោះខ្លួនបានចាយវាយទិញថ្នាំសង្កូវថែរកប្តីឈឺជាប់ជាយូរខែរបស់ដែលធ្លាប់រកបានផលទាំងប៉ុន្មានក៏ទៅជារកពំបានកើតទុកនឹងខ្សត់ធនធានជាការទ្រាំបានទេឯកើតទុកនឹងព្រាត់សង្សារគប់ចិត្តចេញពីខ្លួនជាទុកវេទនាខ្លាំងពន់ពេកណាស់ជនដែលមានចិត្តទុនជួនកាលទៅជាឈួតលីលាក៏មានជួនកាលទៅជាកើតទុកស្គមរិញរៃលុះខ្សែជីវិតក៏មានឯមេដានាងសូយ៉ាណាមួយព្រួយនឹងប្តីណាមួយព្រួយនឹងបង់ធនធានដោយមិនបានស្វែងរកព្រះធម៌សង្វេគមកដាស់តឿនចិត្តអ្នកក៏មានទុកខ្លាំងពេកណាស់ទៅជាឈឺគួរឲ្យអនិច្ចាដល់សូយ៉ាស្ត្រីណាស់ឪពុកនាងស្លាប់មិនទាន់បានប៉ុន្មានខែផងស្រាប់តែម្ដាយនាងមានជំងឺឈឺមកទៀតបើក្រៅអំពីនាងកម្រមានស្ត្រីឯណាអាយុ12ឆ្នាំចេះមើលថែរក្សាទ្រព្យសម្បត្តិបីបាច់រក្សាជំងឺអ្នកមានគុណដូចនាងទេម្ដាយនាងឈឺពេញ10ខែស្រែនាងទាំងប៉ុន្មាននាងលក់មើលរោគម្ដាយនាងអស់ប៉ុន្តែរោគនោះពុំបានសះស្បើយឡើយបន្តិចឃើញថាគ្រាន់បើបន្តិចរឹតឡើងវិញថ្ងៃមួយជំងឺឈឺរឹតតែខ្លាំងឡើងនាងមានសេចក្តីផិតភ័យជាខ្លាំងបន្តិចមកជំងឺនោះលោបែរជាស្រួលវិញស្រួលលើសពីដើមផងនាងមានចិត្តត្រេកអរអាណែកពេកភ្លេចគិតធៀបមើលនឹងពន្លឺភ្លើងចង្កៀងប្រេងកាតវេលាដែលនឹងអស់ប្រេងដែលមានអណ្ដាតតិច
ហើយមុននឹងរលត់ស្ងាត់សូន្យបែរជាមានសន្ទុះភ្លើងខ្លាំងមួយផ្លែតគួរឲ្យជឿជាក់ថាលែងរលត់វិញប៉ុន្តែសេចក្តីសង្ឃឹមនៅមិនបានយូរអង្វែងទេចង្គៀងគ្មានប្រេងឲ្យឆេះឯណាបានម្ដាយនាងសូយ៉ាបន្តិចមកខ្យល់កម្មមជ្ឈវិទ្យវាជីវិតស្លាប់មួយរំពេចពុទ្ធោពុទ្ធោគួរឲ្យអាសូរសូយ៉ាណានាងយំសោកបោកខ្លួនមានទុក្ខវេទនាជាខ្លាំងតាំងតែអំពីថ្ងៃនោះមកនាងទៅជាកុមារីកំព្រាអត់ញាតមួយក្រោយមកនាងចូលទៅច្រកកោនពួនអាត្មានៅផ្ទះអ្នកចិត្តខាងម្នាក់ដែលជាអ្នកមានសប្បុរសមានធម៌សប្បុរសលុះអាយុ17ឆ្នាំលោកចៅវាយសួនបានទៅនិយាយលួងលោមនាងលួចប្រតិព័ទ្ធដោយចិត្តនឹងចិត្តនាងសូយ៉ានឹកសង្ឃឹមញញឹមទុកថាខ្លួនទៅមុខនឹងបានក្រាន់បើពីព្រោះនាងជឿជាក់ពាក្យលោកសួនពីរសឈ្ងុយឆ្ងាញ់ចុកក្នុងត្រចៀកនាងអោស្ត្រីក្មេងល្ងងទាំងឡាយអើយលោកអ្នកស្ដាប់ប្រហែលជាជ្រាបយល់បន្តិចហើយរឿងនាងសូយ៉ាកំព្រាក្រោយដែលយើងពណ៌នាយ៉ាងខ្លីមកឥឡូវយើងសូមថ្លែងតក្រោយដែលនាងសម្រាលបានកូនប្រុសរូបល្អសំសួនគ្រប់តែមេដាក្នុងលោកកូនរបស់ខ្លួនជាទ្រព្យថ្លៃវិសេសដែលមិនចង់ឲ្យរបេះឃ្លាតពីខ្លួននាងសូយ៉ាក៏ជាមេដាដូចមេដាដតីឯទៀតដែរប៉ុន្តែចិត្តស្នេហានាងលើរូបទារកច្រើនខ្លាំងលើសចិត្តមេដាឯទៀតបន្តិចកូននាងគឺដូចជាឪពុកនាងកូននាងគឺដូចជាម្ដាយនាងកូននាងគឺដូចជាសង្សារនាងក៏ពីព្រោះតែនាងបានកូននេះហើយបានជានាងភ្លេចគិតពីខ្លួននាងព្រាត់ឪពុកម្ដាយព្រាត់សង្សារនៅឯកោអនាថាកណ្ដាលលោកនេះតាំងតែពីគេផ្លាស់លោកសួនទៅភ្នំពេញវិញនាងសូយ៉ាមិនដែលបានទទួលសម្បត្តិអ្វីមួយបន្ទាត់សោះនាងក៏ទ្រាំនៅម្នាក់ឯងនឹងកូនគាត់ជួនជាវេលាមួយស្ងាត់នាងដាក់កូនប្តីក្នុងអង្រឹងរួចច្រៀងបំពេលសុផាតកូនអើយកូនគេងទៅកូនពៅអាណិតតែមេដាព្រួយចិត្តខ្លាំងណាស់ព្រោះឪបាចៅម្ដាយកំព្រាតែនឹងថ្លៃមិនដឹងកាលណាគេនឹងមកឃើញមុខពន្លកកូនពិសីបើមិនមកទេម្ដាយនឹងខ្សែរស់នៅធ្វើអ្វីអាសោចគេបើមិនមកទេម្ដាយនឹងស្លាប់ចៅប្រុសចំណាប់អ្នកមាសមេអាសូរកូននៅតូចម្លេះទេធ្វើម្ដេចបបេពីព្រេងនាយរស់នៅធ្វើអ្វីរស់ឥតភ័ព្វស៊ូស្លាប់ទៅគប់រូបរលាយទុកនឹងរលត់បាត់ពីម្ដាយសំម្ដាយនឹងឆ្ងាយពីថ្លៃបើកុំតែម្ដាយបានប្រុសស្ងួនរំងាប់ផ្ទួនទុកម្ដាយក្រៃកុំអីម្ដាយអ្នកនឹងប្រឡ័យជន់ឲ្យខ្សិនខ្សៃឥឡូវហើយសុផាតអ្នកកេងលក់ញញឹមដូច្នេះទុកម្ដាយស្បើយញញឹមទៀតទៅពៅម្ដាយអើយអោកូនម្ដេចឡើយចង់យំអីបាទនៅពេលដែលនាងនឹងច្រៀងបញ្ចប់ឃ្លាខាងក្រោយទារកដែលកំពុងដេកលក់ញញឹមប្រែជាចង់យំវិញនាងរៀបតែនឹងស្ទុះត្រកងលើកូន3ស្រាប់តែកូនខ្ចីលែងយំវិញបែរជាដេកលក់ស្រមុកប្រងើយនាងយកកូននឹកសັບគ្រប់ទឹកភ្នែកនាងហូរសស្រាក់ធ្លាក់មកលើកន្ទេសញ្ចឹងសញ្ចប់ភ្លេចស្មារតីលុះត្រាតែកូនខ្ចីស្រែកយំឡើងម្ដងនេះកូនយំមែនតែនទើបនាងដឹងខ្លួនលើកត្រកងដាក់លើដៃអង្រួនលួងលោមបន្លែបន្លប់សពគ្រប់ខ្សិននោះស្ត្រីម្នាក់បានឡើងមកឲ្យដំណឹងនាងថាសង្សារនាងគេមានប្រពន្ធថ្មីទៀតហើយសូយ៉ាគ្រាន់តែលើពាក្យប៉ុណ្ណឹងស្រែកត្រហោយំមួយរំពេច
នាងគក់ទ្រង់ផងគ្មានប្រណីអួស្ទះឈាមរត់ក្នុងសរសៃទុនក្បាលជង្គង់ទៅជាខ្យល់កចាប់ដួលស្រុបភ្លាមពុទ្ធោអើយនៅក្នុងលោកយើងនេះមនុស្សមានច្រើនអ្នកណាស់ដែលបានធ្វើបាបស្ត្រីក្រមុំស្ត្រីខ្លះក៏ទទួលកម្មដូចគ្នាខ្លះក៏ខុសពីគ្នាប្រុសខ្លះទៅបង្ខូចកូនក្រមុំគេគ្រាន់តែជាលបែងបន្តិចបោះបង់គ្នាចោលចេញស្ត្រីនោះទៅជាអាសោចគេត្រូវពាក្យដំនាគេដៀគ្រប់មាត់មេបាបងប្អូនឈប់រាប់អានសេចក្តីកំហឹងចូលមកដល់ហើយដោយសារខ្លួនជាស្ត្រីខ្ចីគំនិតគិតមិនវែងឆ្ងាយក៏បណ្ដោយខ្លួនទៅជាតែតោដើរលេងសោចខូចលាក់ខ្លះទៅជាឈឺរិញរៃខ្លះទៀតបំផ្លាញជីវិតបងវេលាដែលខ្យល់កចាប់នាងសូយ៉ាដួលស្រុបទៅលើព្រះធរណីអ្នកស្រុកផ្អើលឆោឡោរត់ច្រវាត់មកជួយយកអាសានាងខ្លះចាប់ខ្យល់ខ្លះកោសខ្លះឲ្យថ្នាំហិតបន្តិចមកនាងមានកម្លាំងងើបដើរបានគួរឲ្យអាសូរនាងណាស់ជំហានដែលនាងបោះឈានមួយមានដំណើរឃ្លីងឃ្លោងគុណមើលទៅមុខនាងខ្មៅឯទឹកភ្នែកហូររហាមកម្មអើយនាងសូយ៉ាតាំងតែពីថ្ងៃដែលខ្យល់ចាប់នាងមានជំងឺមួយមកចាប់នាងជាប់គឺទឹកដោះនាងឈប់ចេញដៃជើងនាងហើមបរិភពអាហារអ្វីពុំបានចាស់ក្នុងភូមិដឹងរាល់គ្នាថានាងឈឺទាស់សុផាតក៏នាងឲ្យគេចិញ្ចឹមជួសនាងលុះប៉ុន្មានខែក្រោយមកនាងក៏លាចាក់ឋានលោកយើងទៅអ្នកស្រុកដែលជាអ្នកមានធម៌សប្បុរសនាំគ្នាបូជាសពនាងសូយ៉ាហើយទំនប់បំរុងចិញ្ចឹមសុផាតកូនកំព្រាបន្តិចម្នាក់ឡើងកុមារក៏បានរស់ជន់ដោយអំណាចមេត្តាធម៌នៃសាធុជនទាំងឡាយសុផាតអាយុបាន8ឆ្នាំអ្នកស្រុកគេយកទៅប្រគេនលោកក្នុងវត្តភិក្ខុទាំងប៉ុន្មានសឹងស្រស់ស្រួលគ្រប់អង្គជួយចិញ្ចឹមនិងបង្រៀនសុផាតពុំដែលមានចំណាយវេលាឡើយកុមារក៏ជាក្មេងប្រកបដោយឫកពាវិសេសជាងអស់ទាំងក្មេងកិច្ចដែលបម្រើលោកទាំងប៉ុន្មានសុផាតប្រព្រឹត្តឥតឆ្កងកន្លែងណាសោះការសិក្សាទាំងប៉ុន្មានកុមារឧស្សាហ៍ព្យាយាមមិនចេះខ្លាចនឿយមិនចេះខ្លាចហត់ចេះគួរសមនឹងឧបាសកឧបាសិកាចាស់ប្រធាចារកុមារធ្វើកិរិយាឲ្យមានជាទីគប់ចិត្តគ្រប់គ្នាអ្នកណាដែលបានស្គាល់លោកសួនតែងតែនឹកថាស្លឹកឈើជ្រុះមិនដែលឆ្ងាយពីគល់សុផាតអាយុបាន12ឆ្នាំថ្ងៃមួយកុមារចូលទៅចិត្តលោកគ្រូថ្វាយបង្គំរួចទើបទូលថាខ្ញុំព្រះករណាចង់ទៅស្គាល់ក្រុងភ្នំពេញណាស់ក្រែងបានឃើញមុខឪពុកខ្ញុំព្រះករណាសូមថ្វាយបង្គំលាព្រះតេជគុណយីសុផាតឯងទៅម្ដេចបានក្រុងភ្នំពេញធំណាស់ឯងនឹងវង្វេងបាត់ជាពំខានព្រះករណាខ្ញុំព្រះករណាដឹងជាក់ថាក្រុងភ្នំពេញធំមែនហើយប៉ុន្តែខ្ញុំព្រះករណាដឹងជាក់ទៀតថាខ្ញុំព្រះករណានឹងមិនវង្វេងទេលោកគ្រូគង់ស្ងៀមគិតមួយស្របក់លោកមិនហ៊ានស្ដីបន្ទោសសិស្សលោកដែលចេះទៅភ្នំពេញនោះទេពីព្រោះលោកជ្រាបជាក់ថាគំនិតសុផាតចង់ទៅភ្នំពេញនេះល្អណាស់លោកគ្រូមានប្រតិយចង់ឲ្យសុផាតជួបនឹងឪពុកបានរៀនសូត្រចំណេះជ្រៅជ្រះទៅទៀតលោកមិនបានបន្ទោសកុមារកំព្រាដែលប្រកែកថាមិនវង្វេងនោះទេ
ពីព្រោះលោកបានសង្កេតយល់ប្រាជ្ញាសិស្សលោកសពគ្រប់ហើយលោកមានពុទ្ធដីកាថាអញមិនទន្ទឹងគំនិតឯងទេឲ្យពុកបាពិតមែនតែមិនបានចិញ្ចឹមបីបាច់រក្សាបាមកប៉ុន្តែធម៌លោកសម្ដែងមកថាធម្មតាឪពុកសឹងតែមានគុណលើកូនបើដូច្នេះឯងទៅរកលោកចុះបើបានទៅដល់ក្រុងភ្នំពេញចូលឯងកុំភ្លេចចូលទៅវត្តឧណ្ណាលោមសិនទៅសូមជ្រកនឹងព្រះសង្ឃទម្រាំបារកឪពុកបាឃើញអញមានសម្លាញ់អញមួយអង្គនៅវត្តនោះព្រះនាមប៉ក់ងារជាបាឡាត់មិនអីទេសឹមអញសរសេរសម្បត្តិមួយឲ្យណែចៅអញរំពឹងមើលទៅបើថាវេលាណាបាបានទៅជួបនឹងឪពុកបាច្បាស់ជាឲ្យបារៀនវិជ្ជាសំខាន់អ្វីហើយបើដូច្នេះចូលបាចាំស្ដាប់ពាក្យអញនឹងទូមានជាអវសានកាលនេះនាងឪពុកម្ដាយគឺដើមគោគោរពនៃយើងនៅក្នុងโลกនេះអ្នកត្រូវតែគោរពលោកដូចអ្នកគោរពព្រះពុទ្ធអង្គនាងទ្រព្យដែលមានតម្លៃបំផុតគ្មានអ្វីជាជាងចំណេះទេចូលអ្នករកទ្រព្យនេះឲ្យបានប្រពន្ធដែលល្អបំផុតគឺប្រពន្ធដែលស្រឡាញ់នាងកាលនាងកំពុងក្រលំបាកពាក្យអញខ្លីៗនេះឯងដែលមានប្រាជ្ញាវាងវៃច្រើនលមមគិតឃើញវែងឆ្ងាយហើយមានព្រះពុទ្ធដីកាតែប៉ុណ្ណោះលោកគ្រូខ្វៀកកូនសម្បត្តិមួយទើបលោកនិមន្តទៅចាត់ទូតូចយកក្រដាសប្រាក់5រៀលនិងកូនកញ្ចប់តូចមួយហុចឲ្យសុផាតនាងនេះសម្បត្តិឯងយកទៅប្រគេនលោកបាឡាត់ប៉ក់នេះសហុយឡាននេះទៀតគឺចិញ្ចៀនគេពីម្ដាយឯងទ្រព្យនេះខ្មោចម្ដាយឯងមុននឹងស្លាប់បានផ្ដាំឲ្យឯងទុកឲ្យជាប់នឹងខ្លួនកុមារទទួលសម្បត្តិនិងប្រាក់ស្រេចទើបទទួលចិញ្ចៀនទៀតសុផាតកាន់ចិញ្ចៀននៅដៃនឹកមកមីដល់រូបមេដាដែលចែកឋានបាត់ទៅហើយដែលខ្លួនឥតបានស្គាល់មុខសោះទើបយំងក់មួយរំពេចលោកគ្រូដោយលោកមានសេចក្តីសង្វេគច្រើនលើរូបសុផាតលោកក៏ជូតទឹកព្រះនេត្រលោកដែរទើបមានព្រះពុទ្ធដីកាថាសុផាតនេះជាកម្មរបស់ឯងស្អែកនេះឯងទៅចុះអញឲ្យពរឯងឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកណាថ្វាយគុំលបងពីចងាយកណាអរគុណ
cái nàng chẳng thế nơi green đấy nơi vọt lấy nơi sọc chẳng dừng và chọc trầm chấm phục tí piในเรื่องสุภาพสัญชาจังจำปะตอแวะกลายเตียนขณะจังมนต์ลงประจบก็สมทั่วการคันไตนังอภัยอัตโตรอกับหอคอยกองโปรธาอานถ้าเป็นคลาเมียนกันไหลคลามันตรายอักราวิรดไออย่างนาอย่างนะสมเมตาคันไตนังอภัยอัตโตดอลองขยมประการนาธรรมเพียบพองก่อนจังการไหลในขนมไงนี้คือเมียนแต่ปันนังเทพองขณะจังคณะสมคราบไฟบังกลมเลี้ยก็โดยชีจำรันปอหยุดโยมปตบริษัทปรสไรทั้งหลายตั้งออกนี้แต่ปปันเนปอสมจุนปอการณาคนมาจากกรุปองก็โดยชีหยุดโยมปตบริษัทปรสไรได้บานเคยวิตานี้สมจุนปออาจูบแต่ปตปอทั้งหลายบุญประกาอายุวันณะสุขะปะเลพร้อมแตงสมบัติใบนังสมบัติมนุษย์สมบัติเทวดาสมบัติอาจารย์คือเปรียนเปลี่ยนบาหยุดโยมหรือก็ประการนาคนมาจากกรุปองปรารถนาในปอนาสมบัตินาสมใบสำไรโดยสกไดบำนองปองปรารถนาปอสมอนุโมทนี